សួរប្រិយមិត្តជាទីរាប់អាននៅក្នុងបណ្ដាញសង្គម Facebook ជាទីរាប់អានបន្ទាប់ពីលេចព័ត៌មាននារីរំស្រាតនៅក្នុងខារ៉ាអូខេថាជាកញ្ញាជីជីនៅពេលនេះកញ្ញាជីជីបានមានការឡើងបកស្រាយនៅលើប្រព័ន្ធ Facebook តែម្ដងហើយព័ត៌មានទាំងអស់នេះអានជូនដល់ខ្ញុំបាទកាលពីព្រឹកមិញមានសេចក្តីលេចចេញនៅវីដេអូមួយខ្សែបង្ហាញពីនារីរំស្រាតស្រើបស្រាលនៅក្នុងបន្ទប់ខារ៉ាអូខេមួយកន្លែងដោយមានការដាក់ភ្ញាក់ផ្អើលដាក់ចំណងជើងថាជាពិធីការនីជីជីដល់ល្បីឈ្មោះផងដែរធ្វើឲ្យការមានចែកចាយជាបន្តបន្ទាប់នៅក្នុងប្រព័ន្ធ Facebook ជាហេតុធ្វើឲ្យមហាជនជាពិសេសអ្នកគាំទ្រកញ្ញាជីជីចោទជាសំណួរទៅកាន់កញ្ញាជីជីថាតើវាជារឿងពិតឬក៏យ៉ាងណាជាក់ស្ដែងសម័យខ្លួនជាជនរងគ្រោះម្នាក់កញ្ញាជីជីបានចេញវីដេអូឃ្លីបបកស្រាយជុំវិញបញ្ហាខាងលើហើយកាលពីប្រមាណម៉ោងមុននេះនៅក្នុងនោះពិធីការនីជីជីបានបញ្ជាក់ថាកញ្ញាមិនមែនជានារីដែលរំសើបស្រាលក្នុងវីដេអូនោះទេកញ្ញាបានបន្តទៀតថានៅក្នុងនាមជានារីខ្មែរម្នាក់និងជាមនុស្សរបស់មហាជនកញ្ញាមិនអាចធ្វើរឿងបែបនេះទេហើយក៏សូមអរគុណទៅដល់មហាជនទាំងឡាយដែលបារម្ភខ្លាចនាងគិតច្រើនចំពោះបញ្ហានេះសង្ឃឹមថាបងប្អូននឹងបានដឹងច្បាស់បន្ទាប់ពីបានលេចមុខបកស្រាយនិងសូមទស្សនាវីដេអូដែលគាត់បកស្រាយដូចខាងក្រោមចាអត់ឃើញវីដេអូដែលថតមិញទេចាប៉ុននៅចាខ្ញុំបានទៅគាត់ទេមិញខ្ញុំនៅថតអានេះថត screen ហើយខ្ញុំអានព័ត៌មានតាមើលខ្ញុំនៅថត screen អានេះហើយខ្ញុំអានព័ត៌មានជាព័ត៌មានណាអញ្ចឹងបានខ្ញុំអត់តន់ឆ្លើយមួយចែណាគេ